ជំរាបសួរពុកម៉ែបងប្អូននិងអ្នកទស្សនាទាំងអស់បាទសូមស្វាគមន៍មកកាន់ផ្ទះបាយសម័យថ្មីបាទ King KH Kitchen and Cooking បាទសម្រាប់ថ្ងៃនេះគឺខ្ញុំបាទមានជាគ្រឿងផ្សំគោលបាទមានគ្រឿងសមុទ្របាទខ្ញុំមានគ្រឿងសមុទ្រមកកញ្ច្រែងមានបកាមានមឹកណាហើយចំពោះផ្នែកបន្លែបាទផ្នែកបន្លែគឺយើងមានប៉ុណ្ណេះបងប្អូនណាគឺយើងមានខ្ទឹមបារាំងបាទមានប៊ិញប៉ោះមានផ្សិតម្ជុលបាទមានជាមួយនឹងស្ពៃខាត់ណាខៀវសូមបញ្ជាក់ផងដែរថាសម្រាប់វីដេអូចែករំលែកពីវិធីធ្វើម្ហូបនេះគឺឧបត្ថម្ភផ្ដាច់មុខដោយ Yummy KH Food បាទដែលមានជាទឹកសោះបាទទឹកផ្សំគ្រឿងទឹកជ្រលក់បាទចំពោះផ្នែកបន្លែគឺយើងយកស្ពៃបូកគោយកមកហាន់វាកាត់ជា2ជា3អញ្ចឹងណាអូខេបាទក្រត់អញ្ចឹងយើងធ្វើការចិតសបឲ្យស្អាតណាបាទចំពោះការចិតបន្លែគឺយើងមានសិល្បៈក្នុងការចិតខុសៗគ្នាច្រើនណាបងប្អូនយើងហាន់ស្ដាងជាមកចេញផ្កាយមកកង់ចាក់គេហៅប្រូកូលីបងប្អូននេះយើងមាន2អញ្ចឹងយើងកាត់វាមកធ្វើការកាត់វាកង់ល្មមមកដាក់ចូលមាត់ទៅល្មមអូខេយើងហាន់ហើយយើងដាក់មួយអន្លើដើម្បីយកទៅលាងបាទនេះគឺចំពោះគ្រឿងសមុទ្ររបស់យើងគឺមានមឹកមានបកាណាគឺយើងមកធ្វើវាសិនណាយើងសម្អាតចំពោះបការបស់យើងគឺយើងធ្វើការបកក្បាលមកបេះក្បាលចេញណាហើយយើងធ្វើការបកសបកវាស្អាតណាបងប្អូននេះមឹកកំប៉ុងណាបងប្អូនអញ្ចឹងយើងធ្វើការកាត់ក្បាលវាចេញឬក៏ដកអាស្នូកវានេះរឹងនេះបាទអញ្ចឹងយើងកាត់ក្បាលវាចេញមកហើយយើងធ្វើការហាន់វាជាកង់បាទអញ្ចឹងណាយើងហាន់រួចយើងធ្វើការដាក់វាមកអន្លើមកខ្លះទុកខ្លះអញ្ចឹងទៅហើយយើងធ្វើការចិញ្ច្រាំវាឲ្យល្អិតមកបង្ហាញបងប្អូនអរគ្នាពីរបៀបឆាគ្រឿងសមុទ្រជាមួយនឹងបន្លែគ្រប់មុខណាអញ្ចឹងយើងដាក់មើលឲ្យវារៀងក្តៅបន្តិចបាទអញ្ចឹងយើងធ្វើការដាក់ខ្ទឹមចូលឆាបន្លែគ្រប់មុខរបស់យើងគឺងាយទេយើងមានតែទឹកគ្រឿងផ្សំពិសេសនេះតែមួយដបគឺជាការស្រេចតែម្ដងណាបងប្អូនអត់មានចាំបាច់ឈឺក្បាលត្រូវថាដាក់ស្ករមិនមែនប៊ីចេងមិនមែនទឹកត្រីមិនមែនអំបិលមិនមែនទឹកស៊ីអ៊ីវមិនមែនអត់ទេគឺយើងប្រើតែមួយនេះគឺ all in one តែម្ដងណាចាក់ជាមួយនឹងទឹកគ្រឿងផ្សំពិសេសរបស់យើងចូលណាសម្រាប់មុខម្ហូបនេះគឺខ្ញុំប្រើ3វែកគឺខ្ញុំប្រើ3វែកណាបាទហើយក៏សូមអរគុណដល់ Yummy KH Food ដែលតែងតែឧបត្ថម្ភដល់វីដេអូធ្វើម្ហូបរបស់ខ្ញុំបាទហើយសម្រាប់ទឹកគ្រឿងផ្សំនេះគឺមាន2ប្រភេទណាពីរសជាតិគឺមានរសជាតិដើមនិងរសជាតិហឹរបាទអញ្ចឹងយើងធ្វើការឆាបាទកូរវាអូខេឥឡូវឈ្ងុយហើយយើងចាប់ផ្ដើមធ្វើការដាក់គ្រឿងសមុទ្ររបស់យើងចូលណាបាទចឹងយើងធ្វើកូរវាឆាវាត្រឡប់បាទចឹងយើងធ្វើការដាក់បន្លែរបស់យើងចូលបាទទាំងបន្លែមានការ៉ុតមានអីចឹងទៅបាទដាក់មកមានខាត់ណាខៀវបាទមានស្ពៃបកគោបាទយើងដាក់មកដោយសារខ្ញុំមានសមាជិកត្រឹម3នាក់អីទេអញ្ចឹងមួយចានធំល្មមបងប្អូនអញ្ចឹងយើងធ្វើការឆាត្រឡប់ទៅត្រឡប់មកមើលរហូតដល់បន្លែវារៀងឆ្អិនបាទឆាបន្លែកុំមុខលឿនទេបងប្អូនដោយសារបាទតើឥឡូវយើងចាប់ដើមធ្វើការភ្លក់ណាអូយពិតជាឈ្ងុយមែនតើណាឈ្ងុយមែនតើល្មមបងប្អូនមិនសាបមិនប្រៃមិនផ្អែមមកល្មមតែម្ដងណា